ជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះកម្មសាសង្សាខ្ញុំមកពីក្រុម AC1 អញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើតជាមួយនឹងវីដេអូមុនដែលខ្ញុំធ្វើជាមួយនឹង Valim អញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើបន្តទៀតគឺបង្កើតទៅលើ database ដើម្បីគ្នាជាមួយនឹង Valim ហ្នឹងអញ្ចឹងជាដំបូងខ្ញុំបង្កើតទៅលើ container មួយសិនចឹងកន្លែងហ្នឹងខ្ញុំមិនបង្កើត container ទេដំបូងគឺខ្ញុំបង្កើតទៅលើ Valim នេះសិនអញ្ចឹងខ្ញុំវាយ command docker Valim ហើយ create ទៅលើឈ្មោះ Valim របស់ខ្ញុំដាក់ឈ្មោះថា mysql data តបមកខ្ញុំ enterខ្ញុំបានបង្កើតទៅលើ Valim មួយមានឈ្មោះថា mysql data នឹងហើយតោះមកខ្ញុំ ls មើលទៅលើតនន័យនៅក្នុងValim មួយហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺមានហើយគឺ local mysql data របស់ខ្ញុំហ្នឹងហើយបន្តមកទៀតខ្ញុំនឹងវាយ command ដើម្បីបង្កើតទៅលើ container របស់ខ្ញុំអញ្ចឹងខ្ញុំវាយ command docker run .d .name ហើយនឹងទៅលើឈ្មោះរបស់ container របស់ខ្ញុំហ្នឹងគឺឈ្មោះ mysql 11តមក .e .mysql តមកខ្ញុំនឹង connect វាទៅជាមួយនឹង root ហើយនឹង password អញ្ចឹង password ខ្ញុំនឹងដាក់វាគឺ1 2 3ហើយខ្ញុំ .v ហើយ mysql data ដើម្បី connect ទៅជាមួយនឹង Valim របស់ខ្ញុំហ្នឹងដែលមានឈ្មោះ mysql ហ្នឹងតមកទៀតខ្ញុំបាយ data /var/lib/mysql វាគឺជា path នៅក្នុង Valim របស់ខ្ញុំហ្នឹងហើយ .p ហើយយើងដាក់ port ឲ្យវាគឺ port 3307/រះមកពីហ្នឹងហើយ3306ហើយទៅលើ super version របស់ mysql របស់ខ្ញុំហ្នឹងគឺដាក់ version 8.4 អញ្ចឹងបន្ទាប់ពីខ្ញុំ run ហើយខ្ញុំទុកឲ្យវា down សន្ទុះវានឹងបាន install ទៅលើ container ខ្ញុំបានមួយហើយគឺវារៀនតែជាអក្សរតមកខ្ញុំធ្វើការdocker ps ដើម្បីមើលទៅលើ status របស់វាអញ្ចឹងខ្ញុំបានបង្កើតមិញហ្នឹងគឺឈ្មោះ mysql version 8.4 ហើយទៅលើ status របស់វាហ្នឹងគឺខ្ញុំបាន app ហើយ app 3នាទីហើយហើយបន្តមកទៀតខ្ញុំនឹង inspect វា docker inspect mysql 11តមកទៀតខ្ញុំនឹងទៅលើcommand ចឹងនេះគឺជា man របស់ខ្ញុំវាថែវាគឺជា Valim ហើយនឹង name វាគឺជា mysql data ហើយខាងក្រៅគឺ source របស់វាហ្នឹងគឺ path ដែលកន្លែងដែលវានៅហ្នឹងរបស់ container របស់ខ្ញុំហ្នឹងវានេះជា var lib docker មានមកជួនហ្នឹងគឺជា path របស់ mysql របស់ខ្ញុំទៅលើ container អញ្ចឹងហើយបន្តមកទៀត
khởi là dùng xong ai về trình mùi sẵn ở tới nhân vay comment docker exit .it comment nó cứ dương sầm đập châu từ pra nơi container bà dương đại bàn và cả mình đồng chẳng vậy comment .it mà SQL đập muối cứ như chung một container bà dòng đại bàn và cả mình nắng đó mà SQL .u mình đòi cứ root hay .pต่อเพียง enter tới viên tiền tiền vô cái password cái password của mình sẽ tạo mà những cứ muối bị bậyต่อเพียงcái password ให้ยืนโจมาđó ក្នុង container របស់យើងដែលmìnhជួយធ្វើមក SQL ប្រហែលខ្ញុំធ្វើការវាយ command ដើម្បីបង្កើតទៅលើ database របស់ខ្ញុំហ្នឹងអញ្ចឹងយើងវាយ command create database ហើយខ្ញុំដាក់ឈ្មោះឲ្យ database នេះរបស់ខ្ញុំហ្នឹងគឺឈ្មោះsv1 underscore db អូខេតោះមកខ្ញុំ enter ខ្ញុំបានបង្កើតទៅលើ database របស់ខ្ញុំមួយហើយគឺមានឈ្មោះថា sv1 underscore db ហើយបន្តមកទៀតខ្ញុំធ្វើការសូរទៅលើ database របស់ខ្ញុំតែតើចំណុចហ្នឹងគឺខ្ញុំវាយអក្សរទូចអញ្ចឹងវាអត់ស្គាល់ទេអញ្ចឹងវាតម្រូវឲ្យយើងវាយទៅអក្សរធំយើងវាយសូរអក្សរទូចធម្មតាប៉ុន្តែ database ហ្នឹងយើងត្រូវវាយជាអក្សរធំ database វាដាក់ពីមក enter អញ្ចឹងវានឹងសូរទៅលើ database របស់យើងហើយខ្ញុំបានបង្កើតមកហ្នឹងដែលមានឈ្មោះថា sc1 underscore dbធ្វើការប្រើទៅលើ database មួយហ្នឹងឈ្មោះវាមក db អូខេ data change អូខេអញ្ចឹងខ្ញុំនឹងបង្កើតទៅលើ table វា create table student id int auto increase incrementជាភេទ primary keyវាមួយនឹងទៅលើ name បើជាវាឆាអញ្ចឹងក្នុងនេះដាក់វា100យើងអាចប្រើបាន100តួអូខេហើយតមកទៀតទៅលើ a ខ្ញុំប្រើវាជា in ហើយវា store ជាលេខគត់ខ្ញុំបិទអូខេអញ្ចឹងខ្ញុំបានបង្កើតទៅលើ table មួយហើយខ្ញុំសាកសូទៅលើ table table chấm số tableបន្តិចខាងមួយអូខេអញ្ចឹងវាចេញមកហើយទៅលើtable របស់ខ្ញុំដែលបានបង្កើតមកហ្នឹងគឺមានឈ្មោះ student ហ្នឹងហើយបានរួចរាល់ហើយអូខេហើយបន្តមកទៀតខ្ញុំនឹងធ្វើការ insert ទៅលើឈ្មោះចូលមកក្នុង database របស់យើងអញ្ចឹង insert into student មកបើកជាមួយ name bh value អញ្ចឹងខ្ញុំដាក់ឈ្មោះ
ពេជ្រ and អាយុចឹងអាយុ22ឆ្នាំខាងមួយចុច insert into student អាយុតាមមកខ្ញុំទៅការសូវាមកវិញចាyes select guy from student អូខ្ញុំភ្លេចបាត់អូខេអញ្ចឹងទៅលើទិន្នន័យដែលខ្ញុំបាន insert មកចូលក្នុង database ដែលមានឈ្មោះថា student របស់ខ្ញុំហ្នឹងគឺបានចូលហើយទៅលើ ID លេខ1ហ្នឹងមានឈ្មោះថាពេជ្រហើយទៅលើអាយុរបស់ខ្ញុំហ្នឹងគឺ22ឆ្នាំអូខេឥឡូវបន្ទាប់ពីខ្ញុំបានធ្វើចឹងហើយខ្ញុំនឹងសាក stop ទៅលើdata របស់ខ្ញុំហ្នឹងចឹងខ្ញុំសូម exit ចេញសិនចាអូខេអញ្ចឹងខ្ញុំបាន exit ចេញមកក្រៅហើយអញ្ចឹងខ្ញុំបាយ docker បាយ stop ទៅលើ docker របស់ខ្ញុំហ្នឹង stop my SQL 11អូខេអញ្ចឹងខ្ញុំបាន stop ហើយបន្ទាប់មកខ្ញុំនឹងធ្វើការលុបទៅលើdatabase ខ្ញុំចោលហ្នឹងគឺមានឈ្មោះថា MySQL 11ហ្នឹងដើម្បីចង់ដឹងថាតើវានៅតែ store តែអត់ចឹង docker om MySQL 11អូខេបកចឹងខ្ញុំធ្វើការឆែកឡើងវិញចំណុចថា docker ខ្ញុំវាបាត់ហើយនៅ .a យ៉ាចឹងចុះ file ទៅលើអូខេអញ្ចឹងគឺទៅលើ docker របស់ខ្ញុំដែលមានកតុយ11ហ្នឹងគឺខ្ញុំបានលុបវាចោលបាត់ហើយបន្តមកទៀតខ្ញុំនឹងឆែកមើលនៅក្នុង volume docker volume ls អូខេអញ្ចឹងទៅលើ data data ខ្ញុំ MySQL data អញ្ចឹងខ្ញុំឆែកវាមើលខាងវិញព្រោះនៅពេលដែលយើងលុបវាចាស់ហើយគឺវានៅតែ store ដដែលតំណែងគឺវានៅតែ store ទេអត់បាត់ទេសារនៅពេលដែលយើងលុប container ចោលអញ្ចឹងតំណែងគឺវានឹង backup វានឹង store នៅក្នុង volume អញ្ចឹងនៅពេលដែលខ្ញុំលុបចោលហើយយើងទៅបង្កើតវាសារមកចង់ដឹងថាវានៅតែ store ដូចដើមអត់អញ្ចឹងប្រើ command ចាស់ខ្ញុំមុននេះអញ្ចឹងខ្ញុំវាយខ្ញុំ run command នេះសាមីដើម្បីទៅបង្កើតទៅលើ container សាមីអូខេអញ្ចឹងខ្ញុំបានបង្កើតទៅលើ container ខ្ញុំវិញហើយបន្តមកទៀតខ្ញុំនឹងចូលទៅកាន់នេះ docker execute ដើម្បីចូលទៅក្នុង database របស់យើងហ្នឹងអូខេ password 1 2 3អូខេអញ្ចឹងវាបានចូលមកដល់ហើយអញ្ចឹងខ្ញុំធ្វើការចូលទៅលើ database របស់ខ្ញុំ database នេះគឺជា database របស់ខ្ញុំដែលខ្ញុំបានបង្កើតដដែលមិញហ្នឹងអញ្ចឹងខ្ញុំធ្វើការជួសវា use sv1 db អូខេអញ្ចឹងខ្ញុំបានចូលមកហើយអញ្ចឹងតែអញ្ចឹងខ្ញុំសាក select ណា select guy from student អូខេអញ្ចឹងទិន្នន័យដែលខ្ញុំបានបញ្ចូលមុនហ្នឹងវានៅតែ store ដដែលទេទៅលើ ID លេខ1មានឈ្មោះថាពេជ្រហើយនឹងមាន age ហ្នឹងគឺអាយុ22ឆ្នាំអញ្ចឹង
cái ca mà nhóm là từ record nó cứ miền tả bản tế cứ bé phong cho mình ca này dương mà ca cái thành là hỏi dương insert out game store nó không bật lếm tóm ở dương để chào trong đăng thà tao viết nó store nó không lên tiệt on chẳng trong video cứ miền tả bản tế có xong một con group đã ban tu sinh video này